សួស្តីស្វាគមន៍មករៀនរស់ podcast ដែលយើងនិយាយតាក់ទងពីគំនិតមួយចំនួនអាចធ្វើជីវិតយើងកាន់តែប្រសើរហើយបើសិនមកក៏អត់តន់ចូលនៅក្នុង Telegram របស់រៀនរស់ទេសូមចូលរួមព្រោះទីហ្នឹងខ្ញុំចែករំលែកពីគំនិតថ្មីៗជារៀងរាល់ថ្ងៃដើម្បីជួយគាត់ឆ្លុះបញ្ចាំងតាក់ទងពីជីវិតរបស់គាត់ដើម្បីចូលរួមចុចទៅលើ t.me/រៀនរស់ក្នុងរយៈពេលប្រហែលសប្តាហ៍នេះប្រកាសជាវេលាមួយដែលថាតឹងតែងសម្រាប់យើងទាំងអស់គ្នាដោយសារមានចំនួនព្រំដែនសារជាថ្មីហើយអារម្មណ៍យើងក៏វាអត់ស្ងប់អីចឹងដែរខ្លួនជាផ្ទាល់ក៏ពិបាកនៅក្នុងការ process ទាំងអស់ហ្នឹងដែរអាចថាវាជាវេលាមួយដ៏ងងឹតអាប់អួរសម្រាប់យើងមួយចំនួនហើយនៅក្នុងវគ្គនេះខ្ញុំចង់ចែករំលែកតាក់ទងពីពន្លឺតូចៗមួយចំនួនអាចថាជារឿងខ្លះដែលថាខ្ញុំមើលមកវា inspiring សម្រាប់ខ្ញុំនៅពេលដែលយើងឃើញសង្គមជាតិយើងឃើញមនុស្សគ្នាផ្សេងៗបានធ្វើនៅរឿងល្អៗជាច្រើនក្នុងរយៈពេលដ៏ពិបាកទាំងអស់ហ្នឹងហើយខ្ញុំក៏សង្ឃឹមថាវាជួយ inspire ឬក៏ empower គាត់ដូចជារឿងទាំងអស់ហ្នឹងបាន empower ខ្លួនខ្ញុំផ្ទាល់ដែរអ្វីមួយដែលខ្ញុំកត់សម្គាល់ហ្នឹងគឺជាការឆ្លាស់សតិយើងពីការរត់គេចទៅជាការរួបរวมគ្នាបើយើងមើលទៅលើប្រវត្តិសាស្ត្ររបស់យើងបានឆ្លងកាត់រឿងជូរចត់ជាច្រើនហើយមួយនោះគឺជំនាន់ខ្មែរក្រហមដែលมันឆ្ងាយប្រហែលទសវត្សរ៍មុនហ្នឹងឯងហើយរឿងហ្នឹងក៏វានៅដកជាប់នៅក្នុងជីវិតយើងជាច្រើនដែរពុកម៉ែយើងយាយតាយើងបានឆ្លងកាត់ជំនាន់ហ្នឹងគាត់នៅមានការចងចាំដ៏ឈឺចាប់មួយចំនួនដែលទាំងអស់ហ្នឹងក៏បង្កើតនៅភាពភ័យខ្លាចក្នុងការវិលត្រឡប់ដូចអញ្ចឹងវិញរឿងអតីតកាលដ៏ជូរចត់បែបហ្នឹងអាចបន្សល់ជាស្នាមរបួសអាចបន្សល់ជា trauma មួយដែលថាយើងមាននៅក្នុងចិត្តហើយពេលដែលមានរឿងអីមួយដែលកើតឡើងដែលថាអាចស្តៀងអញ្ចឹងដូចជាការមានសង្គ្រាមអីអញ្ចឹងអារម្មណ៍ភ័យហ្នឹងវាចាប់ផ្ដើមបុកវិញហើយគេហៅថា PTSD ហ្នឹងហើយពេលដែលបែបហ្នឹងយ៉ាងម៉េចយើងអាចគាំងនឹងថ្កល់នៅមួយកន្លែងដោយសារមានភាពភ័យខ្លាចយ៉ាងខ្លាំងថាអ្វីដែលយើងស្វប់ឆងកាត់ដែលពិបាកទាំងអស់ហ្នឹងអាចនឹងកើតឡើងម្ដងទៀតហើយការភ័យខ្លាចទាំងអស់ហ្នឹងក៏អាចឆ្លងជំនាន់ទៀតដោយសារយើងស្ដាប់រឿងរ៉ាវរបស់ពួកគាត់និងសិក្សាតាក់ទងពីប្រវត្តិសាស្ត្រទាំងអស់ហ្នឹងដែលយើងអត់ត្រូវភ្លេចទេយើងត្រូវតែចងចាំហើយដូចបទពិសោធន៍ខ្ញុំផ្ទាល់ពេលដែលខ្ញុំនៅរៀនអញ្ចឹងថាខ្ញុំត្រូវទៅ exchange ទៅតាមអង្គការណាមួយអញ្ចឹងម៉ាក់ប៉ាខ្ញុំដំបូងគាត់ខ្លាចទៅស្ដាប់ឮមកអង្គការដូចមិនសូវទុកចិត្តទេពីព្រោះនៅចំនួនគាត់ពីអង្គការហ្នឹងសំដៅលើអីយើងគិតមើលយើងដឹងហើយនៅចំនួនហ្នឹងគ្រាន់តែឮពាក្យហ្នឹងការចងចាំនិងការគិតមួយចំនួនក៏ចាប់ផ្ដើមលេចឡើងហើយដូចខ្ញុំនិយាយចឹងពេលដែលរឿងស្តីងអាចកើតឡើងយើងអាចនឹងគាំងនៅមួយកន្លែងប៉ុន្តែអ្វីដែលពិសេសដែលខ្ញុំឃើញហ្នឹងគឺយើងឆ្លាស់ទៅមានភាពក្លាហានវិញជាជាងរត់គេចរត់ចោលស្រុកខ្ញុំឃើញយើងជាច្រើនរួបរวมគ្នាសាមគ្គីគ្នាដើម្បីការពារគ្នាហើយជាពិសេសជួយគ្នាទៅវិញទៅមកផងដែរការមានភាពក្លាហានគឺពិបាកអីប៉ុន្តែការមានក្លាហានក្នុងការប្រឈមមុខរបួសចាស់ទាំងអស់ហ្នឹងគឺពិតជា inspire ខ្ញុំក្នុងការមើលឃើញការសាមគ្គីគ្នាការរួបរวมគ្នាការជួយគ្នានិងជាពិសេសការមានភាពក្លាហានហ្នឹងវាលក្ខណៈដូចថាយើងកំពុងតែសរសេរអនាគតថ្មីសម្រាប់ប្រទេសយើងដែលយើងចាប់ផ្ដើមមានផ្នត់គំនិតជាតិមួយថ្មីហើយការចាប់ផ្ដើមជួយគ្នាយ៉ាងសកម្មបែបនេះគឺជាអ្វីមួយដែលខ្ញុំចង់ពង្រីកទៅលើបន្តិចខ្ញុំមានមិត្តភ័ក្តិមកពីអាហ្វ្រិកខាងត្បូងដែលយើងធ្លាប់និយាយគ្នាយើងក៏សម្គាល់នៅភាពដូចគ្នាមួយចំនួនរវាងកម្ពុជាហើយជាមួយអាហ្វ្រិកខាងត្បូងហ្នឹងដែលពេលខ្លះដូចថាយើងទម្លាប់ក្នុងការទទួលនៅជំនួយពីបរទេសដោយសារយើងមានភាពខ្វះខាតដូចថាពេលដែលយើងចេញពីចំនួនប៉ុលពតហើយបញ្ចប់នៅសង្គ្រាមជាច្រើនទាំងអស់ហ្នឹងធនធានជាច្រើនត្រូវបានបំផ្លាញដល់លក្ខណៈដូចថាយើងសឹងតែចាប់ផ្ដើមពីចំណុច0ដែលហេតុនោះជំនួយមិនថាតិចច្រើនក៏វាជួយយើងច្រើនណាហើយក៏មានប្រទេសជាច្រើននានាដូចថាប្រទេសធំប្រទេសទំនើបអីហ្នឹងគេមកជួយយើងគេមានមូលនិធិនេះមួយមូលនិធិនោះដើម្បីជួយយើងកសាងប្រទេសជាតិឡើងវិញហ្នឹងប៉ុន្តែកាលណាដែលយើងស្នាក់អាស្រ័យជាមួយនឹងការជួយរបស់អ្នកដទៃខ្លាំងពេកយើងក៏ចាប់ផ្ដើមទម្លាប់រងចាំឲ្យបរទេសមកជួយយើងដូចខ្ញុំនិយាយមួយពូម៉ាក់ខ្ញុំនៅអាហ្វ្រិកហ្នឹងគឺដូចគ្នាពេលខ្លះគឺថាយើងរងចាំហើយទាំងអស់ហ្នឹងគឺវាមិនមែនតែត្រឹមរឿងដែលខ្ញុំនិយាយអញ្ចឹងសូម្បីតែក្នុងជីវិតយើងក៏អញ្ចឹងដែរយើងមួយចំនួនរស់ដោយរងចាំបែបហ្នឹងយើងរងចាំឲ្យមានអ្នកជួយមានអ្នកអីទាំងអត់ខំប្រឹងជួយខ្លួនឯងសោះហើយចម្លាស់សតិដែលខ្ញុំឃើញនៅពេលហ្នឹងគឺជាការចេះជួយខ្លួនឯងចេះជួយជាខ្លួនឯងជាងរងចាំជំនួយពីបរទេសហើយបើយើងមើលតាក់ទងពីជំនួយពីបរទេសបញ្ហាព្រំដែនអញ្ចឹងវាមិនមែនដូចមុនទេកាលមុនអូខេគេដាក់ fund មកដើម្បីឲ្យជួយយើងកសាងប្រទេសប៉ុន្តែនេះគឺជាចំនួនរវាងប្រទេសពីររឿងនយោបាយអន្តរជាតិគឺវាស្មុគស្មាញគេអត់អាចនិយាយដោយសេរីថាអូខាងនេះត្រូវខាងនេះខុសគេគ្រប់គ្រងខាងនេះឬក៏ចង់ជួយខាងនេះអីចឹងឯងព្រោះការធ្វើបែបហ្នឹងវានឹងប៉ះពាល់នៅទំនាក់ទំនងជាមួយប្រទេសមួយទៀតហើយវាជាប់ជាមួយនឹងលុយកាក់វិនិយោគនិងប្រយោជន៍ជាច្រើនទៀតហើយប្រទេសជាច្រើនអត់ចង់ប៉ះពាល់ប្រយោជន៍ខ្លួនឯងហើយម្យ៉ាងទៀតបើយើងមើលព័ត៌មានជុំវិញពិភពលោក
ក៏វាកាន់តែស្មុគស្មាញទៀតប្រទេសនីមួយៗមានបញ្ហាច្រើនណាស់មានអ្នកបាតកម្មមានអីចឹងគេអត់មានភាពពេញចិត្តជាមួយនឹងរដ្ឋាភិបាលរបស់ខ្លួនអញ្ចឹងផ្ទះខ្លួនឯងក៏វារៀងរញ៉េរញ៉ៃដែរគេអាចមិនមានធនធានច្រើនហើយជាមួយនឹងការផ្ដោតអារម្មណ៍យ៉ាងច្រើនសម្រាប់យើងដូចមុនទេដល់បែបនេះយ៉ាងម៉េចយើងមានតែត្រូវជួយខ្លួនឯងហើយវាពិតជាល្អមែនតើខ្ញុំឃើញថាយើងចាប់ផ្ដើមជួយខ្លួនឯងបែបហ្នឹងដូចឃើញនៅការប្រមូលផ្ដុំមូលនិធិមានច្រើនមានតែគាត់ធ្វើឯករាជ្យដល់ខ្លួនឯងដើម្បីជួយជនភៀសសឹកដើម្បីជួយវីរៈកងទ័ពរបស់យើងអ្វីដែលខ្ញុំឃើញនេះវាអាចដូចជា maturity ការដែលផលដែលយើងបានដាំក្នុងរយៈពេលប្រហែលឆ្នាំហ្នឹងវាចាប់ផ្ដើមទុំយើងចាប់ផ្ដើមមានលំនឹងខ្លួនឯងយើងចេះជួយផ្គត់ផ្គង់ខ្លួនឯងខ្ញុំសង្ឃឹមថាការផ្លាស់ប្ដូរហ្នឹងវានឹងធ្វើឲ្យយើងចាប់ផ្ដើមមើលឃើញខ្លួនឯងខុសពីមុនជាងមើលឃើញខ្លួនឯងគ្រាន់តែជាអ្នកសុំជំនួយរងចាំជំនួយពីអ្នកដទៃយើងក៏ចិត្តផ្ដើមងើបឈរហើយចេះពិភាក្សានិងសហការហើយខ្ញុំគិតថាការវិវត្តបែបហ្នឹងគឺវាពិតជាសំខាន់សម្រាប់ប្រទេសជាតិរបស់យើងក្នុងការដើរបោះជំហានទៅមុខទៀតដើម្បីសម័យកាលមួយថ្មីអញ្ចឹងទាំងនេះគ្រាន់តែជាការមើលឃើញតូចមួយចំនួនដែលដូចខ្ញុំនិយាយអញ្ចឹងវាពិតជា inspiring សម្រាប់ខ្ញុំហើយខ្ញុំសង្ឃឹមថាវាផ្ដល់អារម្មណ៍បែបហ្នឹងសម្រាប់ពួកគាត់ក្នុងការមើលខ្លួនឯងជាជនជាតិខ្មែរម្នាក់ហើយដូចខ្ញុំនិយាយអញ្ចឹងក្នុងវេលាមួយដ៏ពិបាកនិងស្មុគស្មាញបែបហ្នឹងយើងនៅតែត្រូវបន្តជួយខ្លួនឯងហើយជួយជនរួមជាតិរបស់យើងហើយជាពិសេសបងប្អូនដែលមានទទួលបានការប៉ះទង្គិចយ៉ាងខ្លាំងដោយសារតែសង្គ្រាមនេះសង្ឃឹមថាយើងនឹងទៅដល់សន្តិភាពឆាប់ៗនេះហើយម្យ៉ាងទៀតនោះខ្ញុំក៏ជឿដែរពេលដែលយើងឆ្លងកាត់ផុតវេលានេះយើងនឹងមិនមែនជាមនុស្សដូចដើមទេយើងនឹងរឹងមាំជាងមុនដោយសារតែវេលាពិបាកទាំងនេះអញ្ចឹងស៊ូបន្តមានភាពរឹងមាំនិងក្តីសង្ឃឹមខ្ញុំមានជាអំណោយមួយសម្រាប់ចូលឆ្នាំថ្មីនេះគឺជាកំណត់ហេតុមួយហៅថាកំណត់ហេតុឆ្លងឆ្នាំសភៅតូចមួយនេះមានការចងក្រងនៅសំណួរជាច្រើនដែលជួយគាត់ឆ្លុះបញ្ចាំងបង្កើតការយកឃើញតាក់ទងពីជីវិតទៅតាមដំណើរនិងបទពិសោធន៍ជីវិតយើងនៅឆ្នាំហ្នឹងហើយមិនត្រឹមតែប៉ុណ្្នឹងទេនៅក្នុងកំណត់ហេតុហ្នឹងក៏មានមួយផ្នែកទៀតយើងនិយាយតាក់ទងពីឆ្នាំក្រោយដែរដែលយើងសិក្សាតាក់ទងពីគោលបំណងខ្លួនគោលដៅខ្លួនដូចនោះហើយយើងអាចចាប់ផ្ដើមឆ្នាំថ្មីជាមួយនឹងការយកឃើញច្បាស់លាស់ថាខ្លួនចង់ទៅណាអញ្ចឹងតែប៉ុណ្្នឹងសម្រាប់ថ្ងៃនេះគឺជាកំណត់ហេតុឆ្លងឆ្នាំគាត់អាច download នៅrienrooh.com/reflect ហើយបើសភៅនេះមានប្រយោជន៍សម្រាប់គាត់សូមចែករំលែកទៅបងប្អូនគ្រួសារនិងមិត្តភ័ក្តិនានាពីព្រោះទាំងអស់ហ្នឹងក៏អាចមានប្រយោជន៍សម្រាប់គាត់ហើយដូចខ្ញុំនិយាយអញ្ចឹង free គាត់គ្រាន់តែទៅ print ទេអូខេអញ្ចឹងតែប៉ុណ្្នឹងសម្រាប់ថ្ងៃហ្នឹងអរគុណច្រើនហើយដរាបណាដែលអ្នកនៅរស់រៀនរស់